បាទជម្រាបសួរបងប្អូនមិត្តអ្នកសិក្សាភាសាថៃទាំងអស់គ្នាបាទសวัสดีครับพี่น้องทุกคนជារៀនភាសាថៃបាទថ្ងៃនេះខ្ញុំមានជាវីដេអូថ្មីមួយទៀតដើម្បីមកចែករំលែកទៅដល់បងប្អូនមិត្តអ្នកសិក្សាភាសាថៃទាំងអស់គ្នាបាទពាក្យដែលយើងត្រូវរៀននៅក្នុងថ្ងៃនេះបងប្អូនគឺពាក្យប្រើនៅក្នុងការិយាល័យបាទ office រោងចក្រឬក៏ក្រុមហ៊ុនអីផ្សេងក្រុមហ៊ុននានាបងប្អូនបាទអញ្ចឹងពាក្យដែលយើងត្រូវរៀនថ្ងៃនេះគឺជាពាក្យដែលសំខាន់ហើយជាពាក្យមួយថ្មីដែលចែករំលែកទៅដល់បងប្អូនអ្នកដែលគាត់បានចូលមកសិក្សានៅក្នុងភាសាថៃសម្រាប់ការរៀនពាក្យនៅក្នុងថ្ងៃនេះគឺពាក្យប្រើនៅក្នុង office ការិយាល័យឬក៏រោងចក្រក្រុមហ៊ុនអីជាបាទពាក្យទី1ដែលយើងត្រូវរៀនថ្ងៃនេះគឺពាក្យ office បាទភាសាថៃនិយាយថា officeចឹងភាសាអង់គ្លេសនិយាយថា office ឬក៏ការិយាល័យរបស់យើងបងប្អូនបាទចឹង office បាទ office ចឹងប្រែថា office ឬក៏ជាការិយាល័យបាទពាក្យទី2បាទបរិស័ទបាទបរិស័ទគឺប្រែថាក្រុមហ៊ុនបងប្អូនបាទក្រុមហ៊ុនឯកជនចឹងទៅបាទបរិស័ទឯកជនបាទពាក្យទី3បាទโรงงานបាទโรงงานចឹងភាសានិយាយថាโรงงานបាទโรงงานចឹងប្រែថារោងចក្របងប្អូនបាទពាក្យទី4បាទធុរការបាទធុរការបាទធុរការប្រែថារដ្ឋបាលឬក៏ HR បងប្អូនបាទចឹងពាក្យទី5បាទ file បញ្ជីបាទ file បញ្ជីបាទ file បញ្ជីនេះគឺផ្នែកគណនេយ្យបងប្អូនបាទគណនេយ្យផ្នែកបញ្ជីបាទខាងផ្នែកគណនេយ្យបងប្អូនបាទចឹងពាក្យទី6បាទfile ការเงินបាទ file ការเงินបាទ file ការเงินនេះគឺផ្នែកគណនេយ្យករបងប្អូនបាទគឺផ្នែកពីរនេះគឺគេបែងចែកខុសគ្នាណាក្នុងប្រទេសថៃក្នុងការប្រើក្នុងការិយាល័យប៉ុន្តែនៃគឺវាស្រដៀងគ្នាទេបងប្អូនបាទអញ្ចឹង file បញ្ជីបាទ file បញ្ជីគឺផ្នែកគណនេយ្យបាទfile ការเงินបាទផ្នែកគណនេយ្យករគឺការរៀបចំលុយសម្រាប់ចែកទៅដល់ដើម្បីបើកឲ្យបុគ្គលិកបងប្អូនបាទfile ការเงินបាទអញ្ចឹងពាក្យទី7បាទប្រឆាសម្ផស្សបងប្អូនបាទប្រឆាសម្ផស្សបាទប្រឆាសម្ផស្សបាទគឺពាក្យនេះគឺប្រើនៅក្នុងការតំណាក់តំណងឬក៏ផ្ដល់ជាព័ត៌មានអីចឹងបាទនៅក្នុងក្រុមហ៊ុនមួយគឺគេតែងតែមានពាក្យនេះក្នុងការប្រើនៅក្នុងប្រទេសថៃអីឬក៏ក្នុងក្រុមហ៊ុនអីផ្សេងគឺនិយាយថាប្រឆាសម្ផស្សបាទគឺផ្នែកតំណាក់តំណងឬក៏ផ្នែកផ្ដល់ទៅលើព័ត៌មានអ្វីដែលតាក់ទងជាមួយនឹងក្រុមហ៊ុនបាទអញ្ចឹងភាសាថៃគេនិយាយថាប្រឆាសម្ផស្សបងប្អូនបាទប្រឆាសម្ផស្សបាទប្រឆាសម្ផស្សបាទផ្នែកតំណាក់តំណងឬក៏ផ្នែកការផ្ដល់ព័ត៌មានបាទពាក្យទី8បាទបឋមនិเทศបាទបឋមនិเทศបាទគឺការភាសាខ្មែរនិយាយថាការតម្រង់ទិសមួយទៀតគឺភាសាអង់គ្លេសនិយាយថា orientation បាទអញ្ចឹងពាក្យបឋមនិเทศគឺការតម្រង់ទិសបាទគឺការណែនាំសម្រាប់បុគ្គលិកគាត់ចូលទៅធ្វើការអីគឺគេបានប្រាប់ទៅលើយើងការណែនាំពីលក្ខខណ្ឌឬក៏ច្បាប់លក្ខខណ្ឌរបស់ក្រុមហ៊ុនអញ្ចឹងភាសាថៃនិយាយថាបឋមនិเทศបាទការតម្រង់ឬក៏ការណែនាំរបស់យើងទៅដល់បុគ្គលិកផ្សេងថ្មីអញ្ចឹងគឺការតម្រង់ទិសឬក៏ orientation បាទពាក្យទី9បាទផ្នែកការเงินបាទផ្នែកការเงินគឺផ្នែកហិរញ្ញវត្ថុបងប្អូនបាទផ្នែកការเงินបាទផ្នែកហិរញ្ញវត្ថុបាទផ្នែកអ្នកដែលគ្រប់គ្រងដើម្បីតម្លាក់លុយមកជូនទៅដល់បុគ្គលិកបាទពាក្យទី10បាទការត្រួតសរបងប្អូនបាទការត្រួតសរបាទការត្រួតសរនេះគឺការត្រួតពិនិត្យបងប្អូនបាទកុំឲ្យយើងធ្វើការក្នុងក្រុមហ៊ុនឬរោងចក្រអីគឺគេមានផលិតផលដើម្បីឲ្យបុគ្គលិកគេត្រួតពិនិត្យអញ្ចឹងភាសាថៃនិយាយថាការត្រួតសរបងប្អូនបាទការត្រួតសរគឺការត្រួតពិនិត្យនេះឯងបងប្អូនបាទអញ្ចឹងពាក្យទី11បាទយើងពិនិត្យហើយយើងត្រូវតែមានពាក្យមួយទៀតគឺគុណភាពបងប្អូនបាទគុណភាពគឺប្រែថាគុណភាពបងប្អូនយើងត្រួតពិនិត្យដើម្បីមើលពិនិត្យទៅលើគុណភាពអញ្ចឹងទៅបាទគុណភាពបាទគឺគុណភាពគឺ quality អញ្ចឹងទៅបាទពាក្យទី12បាទផ្នែកការផលិតបងប្អូនបាទផ្នែកការផលិតគឺផ្នែកនៃការផលិតបងប្អូនបាទផ្នែកការផលិតយើងផលិតជាផលិតផលមកគឺដើម្បីឲ្យគេទៅត្រួតពិនិត្យអញ្ចឹងទៅហើយយើងដើម្បីទទួលបាននៃគុណភាពគឺគុណភាពបងប្អូនបាទ
bà bịa ti đọc bấy bà file bộc khôn mà bà file bộc khôn mà cứ này thôn thiên mà nô bông ôn mà file bộc khôn bây giờ thay vậy thà file bộc khôn cứ này thôn thiên mà nô bông ôn mà bà bịa ti đọc 4 mà training bà training bà training ní cứ ở phía sau lấy gì thà training bà cứ caอบรมบ่ะคือการประดอลเตยจีประดอลเตยบอดเศร้าหรือก็ปรับแต่ดอลบุคลิกไอ้ยังเตยอันนั้นที่ภาษาไทยจะทำเทรนนิ่งบ่ะคือเทรนนิ่งมีไอ้มึงบอกบ่ะรับบุคลิกทำไมกดโจทย์นั่นคือการเทรนนิ่งดับไปปรับปีแหละคันดื้อฉบับกรมพลบ่ะบงโอนบ่ะbàเอาก้นบองโอนมาวิดีโอบอยืมบ้านดอตีเป็นจอบให้สำหรับบองโอนแต่บ้านเจอให้เปียได้ยืนเตอเรียนให้นี่คือจีเปียมวยละอสำหรับตัวบองโอนเนี่ยได้กดศึกษาเปียสอดไทยคือกดนึงตัวบ้านในจำเนตดังทำไมบ่าคือใจทำไรตัวบองโอนเปียปอนตัวนึงเปียปรานึกนงรถบ้าจีเปียสอดไทยบองโอนบ่าสำหรับวิดีโอนี้ได้บ่าเอาก้นสำหรับบองโอนในตัวสนาก็ให้บองโอนมาทำไมบ่าสมช่วย subscribe ใน YouTube ให้หนึ่ง Facebook page ยมวยพร้อมบ่าโซฮานเรียนไทยบ่าเอาก้นสำหรับวิดีโอนี้บ่าจะเรียบเรียบบ่า